ខ្ញុំបាទសូមគោរពជម្រាបសួរប្រិយមិត្តជាទីមេត្រីថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពី Missile ប្រឆាំងរថក្រោះប្រភេទ Melon អាវុធនេះគឺជាអាវុធប្រឆាំងនឹងរថពីដែកនិងរថក្រោះដែលគេប្រើប្រាស់ជាមួយនឹងកងទ័ពថ្មើរជើងវាអាចដាក់នៅលើស្មាឬក៏ដាក់នៅលើរថយន្តផងដែរសម្រាប់ Missile នេះបានចាប់ផ្ដើម design នៅក្នុងឆ្នាំ1962បាញ់សាកល្បងនៅឆ្នាំ1971ហើយដាក់បង្ហាញប្រើប្រាស់នៅក្នុងឆ្នាំ1972វាមានសមត្ថភាពនៅក្នុងការដេញតាមទៅកាន់គោលដៅដែលបានកំណត់វាអាចធ្វើការប្រយុទ្ធបាញ់ទៅកាន់គោលដៅនៅពេលយប់និងពេលថ្ងៃផងដែរសម្រាប់ Missile ប្រឆាំងនឹងរថក្រោះនេះផលិតដោយបារាំងហើយនឹងអាល្លឺម៉ង់ខាងលិចវាមានទម្ងន់ 16.4 គីឡូក្រាមប្រវែង 1.2 ម៉ែត្រអង្កត់ចិត្ត 0.115 ព្រមទាំងមានក្បាលគ្រាប់ដែលមានសមត្ថភាពផ្ទុះយ៉ាងខ្លាំង Missile នេះអាចបាញ់បានចម្ងាយពី200ទៅ2000ម៉ែត្រនិង Missile ប្រភេទថ្មីអាចបាញ់រហូតដល់3000ម៉ែត្រផងដែរវាមានល្បឿន200ម៉ែត្រនៅក្នុង1វិនាទីដែលមានប្រព័ន្ធដឹកនាំ Missile ហៅថា Cyclone អ្វីដែលគួរឲ្យចាប់អារម្មណ៍ថាអាវុធនេះមានសមត្ថភាពខ្ពស់មែនទែននៅក្នុងការកំទេចសត្រូវដោយបានកត់ត្រាទុកថាបានបំផ្លាញរថក្រោះប្រភេទ T55 នៅក្នុងឆ្នាំ2017ព្រមទាំងបានបំផ្លាញរថក្រោះ M1 Abraham នៅអ៊ីរ៉ាក់ផងដែរនេះគឺជាការបង្ហាញមួយអំពីសមត្ថភាពនៃអាវុធនេះWebsite Kiwi បាននិយាយថាកម្ពុជាមានអាវុធប្រភេទនេះរហូតដល់12 system ហើយនេះជារឿងល្អមួយសម្រាប់ប្រទេសកម្ពុជាយើងបាទសូមអរគុណសម្រាប់ការតាមដានស្ដាប់សូមជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា